សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងសប្តាហ៍នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជព្រះរាជអង្ការព្រះជ័យជេស្តាជ័យជាតិថាទី2និងសម្ព័ន្ធភាពយួនខ្មែរនិងការចាប់ផ្ដើមបាត់បង់ទឹកដីខ្មែរភាគខាងត្បូងក្រោយពីព្រះរាជអង្ការព្រះស្រីសុរិយោពណ៌បរមរាជាជាព្រះបិតាទ្រង់ដាក់រាជព្រះរាជបុត្រាច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងនៅរាជធានីលវាអែមក្នុងឆ្នាំ1618ដោយមានព្រះនាមក្នុងរាជថាសម្ដេចព្រះរាជអង្ការព្រះជ័យជេស្តាបរមរាជាខ្លះទម្លាប់ហៅព្រះនាមព្រះអង្គថាព្រះជ័យជាតិថាទី2ទ្រង់លើកព្រះទេពីអង្គជើបុត្រីស្ដេចយួនជាព្រះអគ្គមហេសីថ្វាយនាមជាសម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រីព្រះអង្គទ្រង់គង់នៅរាជធានីលវាអែមនេះបាន2ឆ្នាំដោយទីនេះតូចចង្អៀតផងនិងមានការពិបាកយ៉ាងខ្លាំងនៅរដូវវស្សាផងព្រះអង្គក៏ទ្រង់ផ្លាស់រាជធានីទៅតាំងនៅក្រុងឧដុង្គមានជ័យវិញក្នុងឆ្នាំ1620នៃគ្រិស្តសករាជហើយព្រះអង្គបានព្រះបញ្ជាឲ្យសាងចេតិយធំមួយឈ្មោះចេតិយត្រៃត្រឹងនៅលើភ្នំព្រះរាជទ្រព្យដើម្បីតម្កល់ព្រះអធិធាតុព្រះបិតាព្រះអង្គនៅឆ្នាំ1622មានការបះបោរផ្ទៃក្នុងមួយដឹកនាំដោយអ្នកសិលម្នាក់ដែលតាំងខ្លួនជាស្ដេចសម្រែព្រះសម្រែរាជាធិរាជតែត្រូវវាយបង្ក្រាបបាននៅក្នុងរាជព្រះអង្គសៀមមិនពេញចិត្តនឹងខ្មែរដែលបែរទៅតាក់ទងជាមួយយួនហើយប្រងើយកន្តើយនឹងខ្លួនសៀមដែលធ្លាប់តាំងចិត្តថាជាអាណាព្យាបាលលើខ្មែរផងនោះក្នុងឆ្នាំ1622ព្រះចៅដៃណាស្ដេចសៀមដែលបានឡើងសោយរាជ្យនៅអយុធ្យាដោយបានធ្វើគុតព្រះឯកាទសរថព្រះអនុជព្រះនរានសូរនោះបានលើកទ័ពយ៉ាងធំមានពលរាប់សែននាក់ឲ្យចូលមកវាយលុកប្រទេសកម្ពុជាប៉ុន្តែទ័ពសៀមដ៏ធំមួយដែលលើកមកតាមផ្លូវគោកត្រូវទ័ពខ្មែរដែលដឹកនាំដោយព្រះរាជាជ័យជេស្តាវាយគំទេចឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់នៅខេត្តបរិបូរណ៍ចម្ងាយប្រមាណ50គីឡូម៉ែត្រពីបឹងទន្លេសាបឯទ័ពសៀមធំមួយទៀតដែលដឹកនាំដោយព្រះចៅស្រីធម្មរាជាឆ្នាំ1623ដែលលើកតាមផ្លូវទឹកមកដល់ខេត្តបន្ទាយមាសត្រូវគំទេចដោយទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះឧទ័យមហាឧបរាជព្រះអនុជរបស់ព្រះជ័យជេស្តាឆ្នាំក្រោយមកសៀមបានលើកទ័ពជើងទឹកក្រោមបញ្ជាការរាជបុត្រស្ដេចសៀមនាមព្រះជាតិថាមកវាយខ្មែរទៀតតែត្រូវទទួលបរាជ័យហើយដកថយទៅវិញទៀតចំណែកខាងយួនវិញឯកសារខ្លះបានរៀបរាប់ថាដោយពេលនោះប្រទេសយួនមានចម្បាំងជាមួយចិននៅគ្រិស្តសករាជ1621គណៈបេសកកម្មទូតរបស់យួនមួយបាននាំសម្បត្តិពីរច្បាប់របស់ព្រះចៅអាណាមមួយច្បាប់មកថ្វាយព្រះជ័យជេស្តាជាកូនប្រសាហើយមួយច្បាប់ទៀតថ្វាយព្រះភគវតីអង្គជើឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីខេត្តកំពង់ក្របីព្រៃគរព្រៃនគរដើម្បីបង្ហាត់សេនាទាហានយួនការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះមានរយៈពេល5ឆ្នាំគ្រប់5ឆ្នាំនឹងសងថ្វាយមកវិញឯកសារខ្លះថាឆ្នាំ1623យួនបានសុំព្រះរាជាខ្មែរបង្កើតគ្រឹះស្ថានជំនួញរបស់ខ្លួននៅក្នុងប្រទេសខ្មែរភាគខាងត្បូងត្រង់តំបន់កំពង់ក្របីព្រៃនគរព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផងព្រះជ័យជេស្តាដោយយោគយល់ដល់ព្រះបិតាក្មេកនិងអគ្គមហេសីអង្គជើផងក៏យល់ព្រមអនុញ្ញាតតាមការស្នើសុំនេះចាប់តាំងពីពេលនោះមកជនជាតិយួនបានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងម្យ៉ាងទៀតដោយយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះរក្សាសន្តិសុខឲ្យមានប្រសិទ្ធភាពព្រះចៅយួនក្រុងវេបានបញ្ជូនមេទ័ពរបស់គេម្នាក់ឲ្យមកឈរកាន់កាប់នៅតំបន់នោះទៀតផង
សម្ព័ន្ធភាពខ្មែរយួនដែលយើងអាចនិយាយបានថាជាសម្ព័ន្ធភាពយកកខ្មែរទៅលើអន្តៈឬយកពងមាន់ទៅផ្ញើនឹងក្អែកនេះបានคล้ายទៅជាចំណេះជិះកឯងយ៉ាងណាមិញខ្មែរដែលចង់គេចឲ្យផុតពីមេរៀនដ៏ជូរចត់នៃការបាត់បង់ទឹកដីភាគខាងលិចដ៏ធំធេងនោះបានចាប់ផ្ដើមជំរុញឲ្យបាត់បង់ទឹកដីភាគខាងត្បូងទៀតពលគឺក្រោយពីព្រះបាទជ័យជេស្តាសុគតទៅនៅគ្រិស្តសករាជ1628នោះទឹកដីខ្មែរភាគខាងត្បូងចាប់ពីព្រៃនគរបារានិងដូនណៃកំពង់ស្រកាត្រីទៅទល់នឹងព្រំប្រទល់អតីតអាណាចក្រចម្ប៉ាមានសុទ្ធតែជនជាតិយួនមកនៅពាសពេញហើយស្ថិតក្រោមការគ្រប់គ្រងរបស់យួនរួចទៅហើយទៀតផងលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះរាជាអង្ការព្រះជ័យជេស្តាជ័យជេដ្ឋាទី2នៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីព្រះរាជសម្ភារពញាតោនិងសោកនាដកម្មនៃព្រះរាជវាំងសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ